បាទជម្រាបសួរបងប្អូនជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូថ្មីបាទនេះគឺជាវីដេអូពាក់ព័ន្ធជាមួយនឹងការលេងនៅសង្ក្រាន្តនៅតាមវត្តអារាមក្នុងឆ្នាំ2026នេះត្រូវបានបញ្ចប់ហើយនៅថ្ងៃទី16ខែមេសាឆ្នាំ2026កន្លងទៅបាទហើយយើងបានបញ្ចប់ដោយស្ថាពរទាំងបណ្ដាខេត្តផ្សេងៗក៏ដូចជាខេត្តដុំជ័យផងដែរដោយឡែកខេត្តដុំជ័យធ្វើអត់មានធំដុំអីទេគឺយើងធ្វើលក្ខណៈថាជាប្រពៃណីទំនៀមទម្លាប់របស់យើងដែលមានល្បែងប្រជាប្រិយជាច្រើននិងការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតាមវត្តអារាមហើយបន្ទាប់ពីយើងបញ្ចប់នៅសង្ក្រាន្តនៅក្នុងប្រជាជាតិកម្ពុជារួចហើយយើងទាំងអស់គ្នាបងប្អូនត្រូវតែតាមដាននៅព័ត៌មានពាក់ព័ន្ធជាមួយនឹងប្រទេសជាតិយើងវិញម្ដងតែសូមបញ្ជាក់ថាសូមឲ្យបងប្អូនតាមដានព័ត៌មានណាដែលមានប្រភពច្បាស់លាស់ដូចជាเพจផ្លូវការរបស់ថ្នាក់ដឹកនាំជាតិដូចជាเพจពាក់ព័ន្ធជាមួយនឹងក្រសួងការពារជាតិក្រសួងព័ត៌មានហើយនិងក្រសួងកិច្ចការបរទេសហើយនិងអ្នកនាំពាក្យរដ្ឋាភិបាលបាននិងបណ្ដាเพจផ្លូវការរបស់រដ្ឋផ្សេងៗទៀតសូមកុំជួយទៅលើនៅបណ្ដាเพจឬក៏ account ដែលមិនច្បាស់ការនិងអ្នកនៅក្រៅប្រទេសมันមានប្រភពច្បាស់លាស់សូមកុំឲ្យជឿបាទសំខាន់គឺយើងទុកចិត្តលើរដ្ឋាភិបាលយើងកុំបាទធ្វើប្រហែសជឿពាក្យចចាមអារាមในការនាំចូលនៅប្រេងឥន្ធនៈអីផ្សេងៗពីខាងភាគីសៀមអញ្ចឹងណាបាទគឺយើងអត់បាននាំចូលទេអានេះគឺជាព័ត៌មានបំផុសផលរបស់ខាងចម្រិតជារបស់ខាងនេះទេបាទខាងភាគីសៀមទេវាចង់បំផុសផលឬចង់ធ្វើឲ្យមានចំនួនក្នុងប្រទេសជាតិជាផ្សេងនោះក៏មានក្រុមប្រឆាំងមួយចំនួនដែលនៅក្រៅប្រទេសក៏កំពុងតែបានបន្លំឬក៏បាទបំពុលសង្គមពាក់ព័ន្ធជាមួយនឹងការវិវត្តនៅតាមមាតុព្រំដែនយើងផងដែរសូមបញ្ជាក់ផងដែរថាយើងធ្វើតាមសន្តិវិធីតាមច្បាប់អន្តរជាតិហើយអស់លទ្ធភាពនោះយើងនឹងធ្វើយ៉ាងណាឲ្យកុំឲ្យមានបញ្ហាជាមួយនឹងការបាត់បង់អាយុជីវិតប្រជាពលរដ្ឋក៏ដូចជាកម្លាំងរបស់យើងផងដែរយើងអត់ខ្លាចទេយើងមិនខ្លាចទេប៉ុន្តែយើងការពារនៅអាយុជីវិតរបស់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងយើងឲ្យអស់លទ្ធភាពសិនមិនមែនថាយើងគ្មានលទ្ធភាពក្នុងការដណ្ដើមយកទឹកដីយើងមកវិញទេយើងមានលទ្ធភាពប៉ុន្តែយើងគួរតែដោះស្រាយតាមសន្តិវិធីសិនបាទកុំcontrol ទៅតាមអ្វីដែលអ្នកដែលគ្មានមូលដ្ឋានគ្រឹះក្នុងការដោះស្រាយតាមសន្តិវិធីនិងតាមការទូតជាពិសេសនោះគឺខាងយោធាផងដែរខាងនិយាយមិនថាជនមកក្តាប់តូចដែលនៅក្រៅប្រទេសហ្នឹងគឺគ្មានសមត្ថភាពក៏ដូចជាគ្មានបទពិសោធន៍ក្នុងការដោះស្រាយតាមច្បាប់កងទ័ពក៏គ្មានបាទមិនដែលថានេះណាខ្ញុំនិយាយរឿងជប់មកតិចណាបាទគឺថាគ្មានបទពិសោធន៍ក្នុងការធ្វើជាទ័ពអញ្ចឹងគឺបានតែនិយាយហើយចោលកុំជឿគេពេកបាទបងប្អូនយើងគួរតែពិចារណាឡើងវិញព្រោះអីអ្នកដែលនិយាយនៅក្រៅប្រទេសហ្នឹងនិយាយរួចហើយចោលហើយអង្គុយផឹកកាហ្វេចោលបាត់ហ្នឹងបាទអត់មានវិរវល់ឬខ្វល់ខ្វាយជាមួយនឹងបងប្អូនទេអ្នកដែលខ្វល់ខ្វាយគឺអ្នកដែលនៅក្នុងប្រទេសគឺរដ្ឋាភិបាលឬជាថ្នាក់ដឹកនាំរបស់យើងព្រះមហាក្សត្រអីទ្រង់ក៏ខ្វល់ខ្វាយជាមួយពួកយើងដែរអញ្ចឹងហើយគឺសូមឲ្យបងប្អូនកុំជ្រួលច្បល់ឬក៏កុំបាក់ទឹកចិត្តអីបាទជាផ្សេងគឺបងប្អូនដែលនៅតាមមាតុព្រំដែនដែលបានខូចខាតឬក៏បានត្រូវខាងភាគីសៀមរំលោភយកផ្ទះសម្បែងក៏ដូចជាដីស្រែចម្ការនោះបាទគឺសូមបងប្អូនកុំមានការព្រួយបារម្ភអីយើងនឹងទាមទារយកមកវិញ
នៅអ្វីដែលជារបស់យើងមកវិញទាំងអស់បាទអញ្ចឹងហើយសូមឲ្យបងប្អូនទុកចិត្តទៅលើឋានៈដណ្ដុំយើងត្រូវផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពយើងដែលកំពុងជួយតាមបន្ទប់ព្រំដែនលោកប្រឹងណាស់បាទទាំងយប់ទាំងថ្ងៃរយៈពេល21ថ្ងៃនិងរយៈពេល5ថ្ងៃកន្លងទៅហ្នឹងអត់ដែលបានសម្រាកទេណាបាទហើយនៅដល់ពេលនេះសូម្បីតែយើងកំពុងតែសប្បាយរីករាយនៅក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិក៏ដោយក៏ពួកគាត់អត់ដែលបានសម្រាកស្រួលទេបាទអញ្ចឹងហើយគឺសូមឲ្យបងប្អូនបាទកុំមានការព្រួយបារម្ភឬមានការភ័យខ្លាចឬក៏មានការជ្រួលច្បល់ទៅតាមអ្វីដែលគេបំផុសបំផុលនឹងបាទអរគុណច្រើនហើយខ្ញុំមានអីច្រើនទេមានតែសារអំផ្ញើទីទួចជូនដល់បងប្អូនដើម្បីឲ្យបងប្អូនបានដឹងពីការវិវត្តនៅតាមបន្ទប់ព្រំដែនក៏ដូចជាការដែលថ្នាក់ដឹកនាំលោកបានប្រឹងប្រែងនៅក្នុងការដោះស្រាយទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសនោះគឺវីរៈកងទ័ពយើងកំពុងតែឈរជើងឡើងយ៉ាងរឹងមាំបាទនៅតាមបន្ទប់ព្រំដែនយើងមិនបានចាញ់នោះទេបាទហើយក៏សង្គ្រាមយើងក៏មិនមែនបញ្ចប់ដែរគឺយើងនៅតែបន្តរហូតដល់ឥឡូវនេះគឺសង្គ្រាមការទូតម្ដងបាទយើងអត់បានប្រើអាវុធទេតែយើងប្រើជាសង្គ្រាមការទូតក្នុងការដោះស្រាយតាមសន្តិវិធីតាមច្បាប់អន្តរជាតិហើយឥឡូវនេះអន្តរជាតិក៏ដឹងដែរបាទពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងបាទមិនមែនតែត្រឹមតែប្រទេសយើងទេគឺដឹងទូតអន្តរជាតិដែលគាត់បានមកលេងនៅបានមកមិនមែនបានមកលេងនេះគឺបានមកទស្សនកិច្ចក៏ដូចជាបានមកត្រួតពិនិត្យនៅតាមបន្ទប់ព្រំដែនតាម AOT ហ្នឹងបាទគឺគាត់មកហើយគាត់បានឃើញហើយពីសកម្មភាពទង្វើដ៏ក៏ឃ្លឿនរបស់ភាគីខាងសៀមហ្នឹងតើវាបំពេញឬក៏វាធ្វើឲ្យអសន្តិសុខនៅតាមបន្ទប់ព្រំដែនយ៉ាងរបៀបណាអញ្ចឹងហើយយើងកាន់តែស្ងៀមតែយើងមិនស្ងាត់ធ្វើឲ្យប្រទេសមួយហ្នឹងមានការព្រួយបារម្ភនិងមានការភ័យខ្លាចហ្នឹងហើយមិនដឹងថាយើងមានអ្វីខ្លះណាបាទអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ